ថ្ងៃនេះខ្ញុំសូមមកហូបងាយៗតែពិសេសខ្លាំងបងប្អូនចាបងប្អូនធ្លាប់តែឮឡាបសាច់គោឡាបសើមប៉ុន្តែបងប្អូនខ្ញុំគិតថាបងប្អូនកម្រឃើញឡាបសាច់គោឡាបស្ងួតមែនទេមួយមុខនេះងាយស្រួលធ្វើបងប្អូនចាព្រោះប្រើគ្រឿងតិចជាដំបូងបងប្អូនច្រាំសាច់គោឲ្យម៉ត់រួចហើយបងប្អូនយកមកសម្ងួតលើខ្ទះបងប្អូនមិនបាច់ចាំប្រើប្រេងឆាអីទេចាបងប្អូនបន្ថែមជាមួយនឹងម្សៅស៊ុបបន្តិចប៊ីចេងបន្តិចនិងស្ករសបន្តិចបានហើយបងប្អូនលីងឲ្យស្ងួតបងប្អូនចាស្ងួតដូចបែបនេះខ្ញុំធ្វើអញ្ចឹងបន្ទាប់មកបងប្អូនបំពងម្ទេសជាមួយប៊ឺបងប្អូនម្ទេសក្រៀមម្ទេសដៃនាងយើងហ្នឹងដើម្បីឲ្យម្ទេសនោះស្រួយហើយមានក្លិនឈ្ងុយបើបងប្អូនយកម្ទេសនោះបំពងជាមួយនឹងប្រេងឆាក៏បានដែរប៉ុន្តែវាអត់សូវមានរសជាតិឈ្ងុយទេហើយបងប្អូនមើលផងក៏វាឲ្យលឿនដោយសារម្ទេសយើងតែជ្រុលដៃវាល្វីងបងប្អូនចាបន្ទាប់មកទឹកប៊ឺរបស់យើងដែលលីងម្ទេសហ្នឹងចាក់ជាមួយខ្ទឹមក្រហមចិញ្ច្រាំរលីងខ្ទឹមក្រហមបន្តិចបន្ថែមជាមួយទឹកត្រីនិងប្រេងខ្យងបងប្អូនចាប់ផ្ដើមចាក់សាច់រលីងរបស់យើងច្បល់ចូលឲ្យស្ងួតណាបងប្អូនចាព្រោះឡាបនេះត្រូវការស្ងួតហើយបងប្អូនបន្ថែមជាមួយនឹងអង្ករលីងបងប្អូនអង្ករលីងនេះនាងខ្ញុំលីងខ្លួនឯងបុកខ្លួនឯងទៀតយើងវីលើខ្ទះជាមួយអង្ករលីងរហូតដល់ស្ងួតជាការស្រេចមកហូបមុខនេះនាងខ្ញុំធ្លាប់ញ៉ាំលើកដំបូងគឺនាងខ្ញុំញ៉ាំនៅហាងអាឡម៉ង់បងប្អូនចាដែលញ៉ាំជាមួយស្រាអាឡម៉ង់ដែលគេបិទថ្មីគឺនាងខ្ញុំចងចាំមិនភ្លេចទេហើយវិធីធ្វើគឺនាងខ្ញុំចាំនៅរសជាតិហើយសាកធ្វើទៅគឺថាបានរសជាតិដូចបំណងមែនតាមពិតទៅម្ហូបនេះគឺញ៉ាំបាយអត់ត្រូវទេណាបងប្អូនចាប៉ុន្តែញ៉ាំជាមួយនឹងប៊ីយ៉ាបងប្អូនអើយត្រូវខ្លាំងណាស់ចាំបងប្អូននារីដែលគាត់មានស្វាមីចូលចិត្តញ៉ាំអាចាក់អីហ្នឹងបងប្អូនមកមុខនេះអត់តលន់ទេធានាថាគាត់ទៅសើមិនដាច់ពីមាត់ទេចង់និយាយថាញ៉ាំមួយម៉ាត់ណាក៏ជក់មាត់បងប្អូនហើយវាហិលជាមួយម្ទេសដែលរលីងប៊ឺហ្នឹងវាឈ្ងុយហិលងុំបងប្អូនចាឆ្ងាញ់ខ្លាំងមែនតើគ្រឿងខ្លែមួយមុខនេះងាយស្រួលធ្វើអត់សូវមានគ្រឿងប៉ុន្តែឆ្ងាញ់ហើយមួយទៀតវាស្ថិតនៅក្នុងម្ហូបដែលគេហៅថាក្នុងបញ្ជីម្ហូបល្បីបងប្អូនចាព្រោះនេះខ្ញុំក៏មានបទពិសោធន៍ទៅញ៉ាំនៅហាងអាឡម៉ង់ហ្នឹងគឺមានមួយមុខហ្នឹងចាមិនដឹងថាហាងខ្មែរយើងគាត់មានធ្វើប្រភេទឡាបស្ងួតនឹងដែរទេពួកខ្ញុំធ្លាប់តែញ៉ាំហាងខ្មែរយើងគាត់ធ្វើរបៀបឡាបសើមវាឆ្ងាញ់មួយបែបម្នាក់ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនធ្វើបែបនេះដូចនាងខ្ញុំបងប្អូនញ៉ាំទៅវាអត់តលន់ណាមានអារម្មណ៍ថាវាខ្លែមរហូតដល់ចប់តែហ្មងបងប្អូនចាឲ្យជ្រោះពិសេសបងប្អូនសាច់គោហ្នឹងយើងរលីងស្ងួតអញ្ចឹងវាឲ្យសាច់គោហ្នឹងលោតចារៀងស្វិតប៉ុន្តែគឺយើងច្រាំម៉ត់ទេអញ្ចឹងយើងអត់មានប្របាក់តាពីទេប៉ុន្តែពេលប៉ះចំសាច់គោជាមួយនឹងអង្ករលីងបងប្អូនច្រាប់ស្រួយមានអារម្មណ៍ថាឆ្ងាញ់ណាបងប្អូនខ្ញុំមិនដឹងថារ៉ែរ៉ាប់ប្រាប់មិនទេចឹងបងប្អូនអាចសាកធ្វើបានធានាជូនថាអ្នកទាំងអស់គ្នានឹងនឹកឃើញខ្ញុំហើយមកមុខនេះព្រោះថាបានជាក់ជុំបងប្អូនជុំមិត្តភ័ក្តិចាមានអារម្មណ៍ថាស្រស់ស្រាយញ៉ាំមកមុខនេះហើយមួយទៀតគឺវាត្រូវប៊ីយ៉ាច្រើនជាងស្រាដោយសារវាមានម្ទេសហ្នឹងគឺក្តៅងុំបងប្អូនពេលដែលយើងញ៉ាំទៅអាម្ទេសពងហ្នឹងហើយបន្លែមានច្រើនទេបងប្អូនប៉ុណ្ណឹងមុខបងប្អូនចាមិនបាច់លើសនឹងទេគឺបន្លែត្រូវតែប៉ុណ្ណឹងទេកាលនេះខ្ញុំញ៉ាំនៅហាងនោះក៏បន្លែគេប៉ុណ្ណឹងហើយសាកទៅញ៉ាំមួយបន្លែផ្សេងក៏អត់សូវត្រូវដែរអញ្ចឹងបងប្អូនរីករាយថ្ងៃចុងសប្តាហ៍អីកុំភ្លេចមកមុខនេះណាបងប្អូនណាចាអរគុណបងប្អូនដែលទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់ចាជូនពរបងប្អូនមានសុខភាពល្អរកទទួលទានមានបានគ្រប់ក្រុមគ្រួសារចាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយចាបាយបាយ